ទេសនិកជនជាទីស្នេហាកម្មវិធីព័ត៌មានរបស់ខ្ញុំថ្ងៃនេះថ្ងៃពុធទី5កុម្ភៈឆ្នាំ2025រួមមានដំណឹងជាអាចបើកអង្គប្រជុំវិតម្លៃស្ថានភាពអនុវត្តសារាចរអំពីការរៀបចំបុណ្យចូលឆ្នាំវៀតណាម2025លោកប្រធានរដ្ឋសភាត្រឹងថាន់មឹងបានធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងនគរបាលចាត់តាំងសន្និបាតការងារសារព័ត៌មានដើមឆ្នាំ2025អន្តរជាតិបៃតងលើកកម្ពស់វប្បកម្មកសិកម្មជារភាពទេសនិកជនជាទីមេត្រីថ្ងៃទី4កុម្ភៈគណៈលេខាមេឈឹមប៉ាក់បានបើកអង្គប្រជុំវិតម្លៃស្ថានភាពអនុវត្តសារាចរអំពីការរៀបចំបុណ្យចូលឆ្នាំវៀតណាម2025និងចង្អុលការភារកិច្ចស្នូលមួយចំនួនរបស់មេឈឹមនិងគណៈកម្មាធិការប៉ាក់គ្រប់ថ្នាក់នាពេលខាងមុខលោកអគ្គលេខាប៉ាក់តូលឹមបានអញ្ជើញចូលរួមជាអធិបតីចង្អុលការតាមរបាយការណ៍ឲ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម2025អនុវត្តសារាចររបស់គណៈលេខាគណៈកម្មាធិការបករដ្ឋអំណាចគ្រប់ថ្នាក់ម្ចាស់ការត្រៀមបំរុងល្អរាល់លក្ខណៈដើម្បីបម្រើប្រជាជនទទួលអំណោយបុណ្យចូលឆ្នាំដោយភាពសប្បាយរីករាយត្រឹមត្រូវសុវត្ថិភាពនិងប្រសិទ្ធភាពដោយស្មារតីប្រជាជនគ្រប់រូបគ្រប់គ្រួសារសុទ្ធតែបានទទួលអំណោយបុណ្យចូលឆ្នាំយ៉ាងឲ្យមានបរិយាកាសសប្បាយរីករាយក្នុងទូទាំងសង្គមពេលទទួលឆ្នាំថ្មីនិងអបអរសាទរអនុស្សាវរីយ៍95ឆ្នាំទិវាបង្កើតបកកុម្មុយនីសវៀតណាមដោយកម្លាំងចិត្តថ្មីនិងក្តីសង្ឃឹមយ៉ាងច្រើនទៅលើគោលនយោបាយធំៗមានលក្ខណៈបដិវត្តរបស់បកនិងរដ្ឋក្នុងឆ្នាំកន្លងគោលនយោបាយសង្គមឱកាសបុណ្យចូលឆ្នាំបានអនុវត្តល្អគ្រប់គ្រាន់ទាន់ពេលភូមិភាគទាំងឡាយបានឧបត្ថម្ភជូនអំណោយបុណ្យចូលឆ្នាំឲ្យជាង13លានមុខសញ្ញាដោយថវិកាសរុបជិត 8,000 លានដុល្លារបុណ្យចូលឆ្នាំនេះក៏កត់សម្គាល់គម្រោងសំណង់សំខាន់ថ្នាក់ជាតិជាច្រើនបានដំណើរការកសាងទាំងក្នុងថ្ងៃបុណ្យចូលឆ្នាំរៀបចំជាច្រើនក្រុមធ្វើការ3វេនដូចជាសំណង់ផ្លូវលបឿនលឿនតបភ្ជាប់ភាគខាងជើងភាគខាងត្បូងអាកាសយានដ្ឋានអន្តរជាតិឡុងឋានអគារភ្ញៀវដំណើរតឹងសឹងញឹកជាដើមមានប្រសាសន៍ក្នុងសន្និបាតលោកអគ្គលេខាបកតូលឹមបានស្ងើសរសើរវិតម្លៃខ្ពស់គណៈផ្នែកគ្រប់ជាន់ថ្នាក់បណ្ដាស្ថាប័នអង្គភាពនិងភូមិភាគទាំងឡាយដែលបានផ្សព្វផ្សាយអនុវត្តម៉ឺងម៉ាត់មានប្រសិទ្ធភាពនៅសារាចររបស់គណៈលេខាមេឈឹមប៉ាក់អំពីការរៀបចំបុណ្យចូលឆ្នាំវៀតណាម2025លោកបញ្ជាក់ថាភាពជោគជ័យនៃរាល់សកម្មភាពក្នុងឱកាសបុណ្យចូលឆ្នាំគឺជាការផ្ដើមនៃភាពងាយស្រួលឲ្យឆ្នាំថ្មីប្រកបដោយភាពជោគជ័យរបស់ប្រទេសជាតិអំពីភារកិច្ចខាងមុខលោកអគ្គលេខាបកតូលឹមសំណូមពរបណ្ដាស្ថាប័នអង្គភាពភូមិភាគបន្ទាប់ពីបុណ្យចូលឆ្នាំត្រូវតែធ្វើសកម្មភាពមកវិញភ្លាមកុំឲ្យមានស្ថានភាពឈប់សម្រាកអូសបន្លាយឬធ្វើការដោយខ្ជិលខ្ជាហើយប្រមូលផ្ដុំអនុវត្តការងារឲ្យបានសម្រេចតាមល្បឿនកំណត់ពិសេសគឺត្រូវតែប្រមូលផ្ដុំអនុវត្តការបូកសរុបសេចក្តីសម្រេចលេខ18ស្តីពីការរៀបចំបង្រួមក្បាលម៉ាស៊ីនក្នុងប្រព័ន្ធនយោបាយឲ្យត្រូវតាមផែនការលោកអគ្គលេខាបកសំណុំពរឲ្យត្រៀមបំរុងមកចត់អំពីខ្លឹមសារសម័យប្រជុំរដ្ឋសភានាពេលខាងមុខពិសេសគឺខ្លឹមសារដែលពាក់ព័ន្ធដល់ការរៀបចំបង្រួមក្បាលម៉ាស៊ីននិងដោះស្រាយបញ្ហាលំបាកជាប់ជំពាក់អំពីរចនាប័ទ្មជំរុញមាំអនុវត្តសេចក្តីសម្រេចអំពីការអភិវឌ្ឍទំលុះទំលាយវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍និងបន្លាស់ប្ដូរ Digital ថ្នាក់ជាតិពិសេសត្រូវតែជំរុញកំណើនសេដ្ឋកិច្ចលោកអគ្គលេខាបកតូលឹមសំណូមពរគណៈកម្មាធិការបករដ្ឋអំណាចគ្រប់ថ្នាក់បន្តការដឹកនាំចង្អុលការផ្សព្វផ្សាយអនុវត្តសារាចរលេខ35អំពីការរៀបចំមហាសន្និបាតបកភិកគ្រប់ជាន់ថ្នាក់ឈានដល់មហាសន្និបាតបកទូទាំងប្រទេសលើកទី14ប្រើប្រាស់មានប្រសិទ្ធភាពនៅឧបករណ៍ផ្នែកទន់តាមដានល្បឿនរៀបចំមហាសន្និបាតបកភិកគ្រប់ថ្នាក់តាមរយៈកម្មវិធី VNEID បង្កើនការងារផ្សព្វផ្សាយតម្រង់ទិសសាធារណមតិពង្រឹងទំនុកចិត្តនិងភាពស្រស់ស្រួលក្នុងសង្គមអំពីរាល់គោលដៅអភិវឌ្ឍប្រទេសជាតិតស៊ូប្រឆាំងមានប្រសិទ្ធភាពចំពោះទ្រឹស្ដីមិនត្រឹមត្រូវអរិភាពបណ្ដាព័ត៌មានបំពុលសង្គមពិសេសគឺព័ត៌មាននៅលើបណ្ដាញអ៊ីនធឺណិតដឹកនាំអង្គប្រជុំលើកទី2របស់គណៈចៅអធិការកសាងរោងចក្រអគ្គិសនីនុយក្លេអ៊ែរលោកនាយករដ្ឋមន្ត្រីផាំមិនជិនប្រធានគណៈចៅអធិការបានបញ្ជាក់ថានេះជាការងារធំរបស់ជាតិជាការងារពិបាកជាបញ្ហាងាយមានអារម្មណ៍ប្រតិកម្មហេតុនេះត្រូវតែមានការប្រមូលផ្ដុំវិនិយោគកម្លាំងទ្រព្យកម្លាំងបញ្ញាឲ្យស័ក្តិសមគៀកោការចូលរួមនៃទូទាំងប្រព័ន្ធនយោបាយក្រោយពេលស្ដាប់យោបល់ដែលលើកឡើងពីភាសាលោកនាយករដ្ឋមន្ត្រីផាមិនជិនបានមានប្រសាសន៍សរុបសេចក្តីនៃកិច្ចប្រជុំសំណុំពរបណ្ដាអង្គភាពក្រសួងភ្នែកនិងភូមិភាគទាំងឡាយបន្តស្មារតីធ្វើការដោយសកម្មក្នុងការផ្សព្វផ្សាយអនុវត្តគម្រោងកសាងផែនការ5ឆ្នាំផែនការប្រចាំឆ្នាំកំណត់ពេលបង្ហើយការងារនីមួយៗដោយជាក់ស្ដែងអំពីបណ្ដាភារកិច្ចស្នូលលោកនាយករដ្ឋមន្ត្រីសំណុំពរឲ្យពង្រឹង
និងបំពេញបង្រួមក្នុងគណៈចង្អុលការបង្កើតក្រុមជំនួយការទទួលបន្ទុកជំនាញដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មរ៉ាប់រងប្រមូលផ្ដុំអ្នកជំនាញការចំណានធ្វើការដោយអភិចិត្តមានទំនួលខុសត្រូវដើម្បីធ្វើសេនាធិការអំពីច្បាប់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដឹកនាំឆាប់ធ្វើឲ្យសក្តិពង្រៀងច្បាប់ធម្មពលបរមាណូវិសោធនកម្មក្រសួងផ្នែកទាំងឡាយស្នើនៅយន្តការគោលនយោបាយពិសេសដោយឡែកសម្ដៅផ្សព្វផ្សាយអនុវត្តគម្រោងឲ្យបានឆាប់បំផុតងាយស្រួលបំផុតមុនថ្ងៃទី15កុម្ភៈដើម្បីរដ្ឋាភិបាលរាយការណ៍ជន្ទនៈមានសមត្ថកិច្ចនិងជម្រាបឡើងសមាជប្រជុំលើកទី9របស់រដ្ឋសភានាយករដ្ឋមន្ត្រីប្រកល់ឲ្យសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីធ្វើម្ចាស់វិនិយោគរោងចក្រអគ្គិសនីនុយក្លេអ៊ែរនិនធឹង1ពេត្រូវៀតណាមធ្វើម្ចាស់វិនិយោគរោងចក្រទី2សំណុំពរសម្ព័ន្ធក្រុមហ៊ុនទាំងឡាយក្នុងខែកុម្ភៈនេះចាត់ប្រតិភូទៅចរចាជាមួយបណ្ដាដៃគូប្រទេសក្រៅយកចិត្តទុកដាក់អំពីវិធីសាស្ត្របង្ការចំពោះរាល់ស្ថានភាពការចំពោះទ្រង់ទ្រាយនិងពលិនភាពនិងសរុបថវិកាវិនិយោគគឺកំណត់លើមូលដ្ឋានចរចាជាមួយដៃគូនិងធ្វើបច្ចុប្បន្នភាពស្ថានភាពថ្មីលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាបញ្ហាផ្ទៃបច្ចេកវិទ្យាបណ្ដាប្រភពធនធានមនុស្សត្រូវតែបានមើលសំខាន់បំផុតបំព្រួញគោលដៅឲ្យនៅឆាប់ជាងក្រុងការមុននេះដូច្នេះប្រសិនបើយើងចាប់ផ្ដើមកសាងពីឆ្នាំ2025នេះដល់ឆ្នាំ2031គឺ7ឆ្នាំប៉ុន្តែយើងខិតខំដល់ថ្ងៃទី31ធ្នូឆ្នាំ2030ពោលគឺ6ឆ្នាំដែលជាអនុស្សាវរីយ៍100ឆ្នាំទិវាបង្កើតបកនិង85ឆ្នាំបង្កើតប្រទេសហេតុនេះក្រសួងផ្នែកទាំងឡាយកសាងល្បឿនអនុវត្តតាមគោលដៅនេះនិងកម្មវិធីអនុវត្តឲ្យបានច្បាស់លាស់អំពីការផ្ដល់ប្រភពទុនឲ្យគម្រោងការក្នុងនោះមានការប្រើប្រាស់ប្រភពទុនបង្ការសម្រាប់ឆ្នាំ2025លោកនាយករដ្ឋមន្ត្រីចង្អុលការឲ្យធ្វើបែបបទជាបន្ទាន់ដើម្បីប្រើប្រាស់មុនថ្ងៃទី15កុម្ភៈសំណុំពរខេត្តនិនធឹងអនុវត្តជាបន្ទាន់នៅការងាររំដោះយកកន្លែងកសាងកន្លែងតាំងលំនៅថ្មីលំនឹងកន្លែងនៅនិងរបស់រកស៊ីជនប្រជាជនធានាកន្លែងនៅថ្មីល្អជាងកន្លែងនៅចាស់ក្រសួងហិរញ្ញវត្ថុត្រូវតែផ្ដល់គ្រប់ថវិកាឲ្យខេត្តអនុវត្តទន្ទឹមនឹងនោះខេត្តនិនធឹងត្រូវតែសកម្មក្នុងការទាក់ទាញទុនវិនិយោគដើម្បីទាញយកអាកាសយានដ្ឋានឋានសឹងក្រសួងហិរញ្ញវត្ថុជម្រាបឡើងនៅកម្មវិធីបាញ់បាត់អគ្គិសនី8ដោយមានកែសម្រួលពាក់ព័ន្ធដល់អគ្គិសនីនុយក្លេអ៊ែរក្នុងខែកុម្ភៈនេះលោកនាយករដ្ឋមន្ត្រីក្រើនរំលឹកថាការងារបាញ់បាត់ត្រូវតែសម្លឹងលើផលប្រយោជន៍ជាតិជាទូទៅធានាតុល្យភាពសមស្របរវាងបណ្ដាភូមិភាគតំបន់ប៉ុន្តែមានការអន្តរភាពឲ្យបណ្ដាសំណង់ធម្មពលសំខាន់នៅបណ្ដាកន្លែងដែលមានភាពលំបាកច្រើនថ្ងៃទី4កុម្ភៈលោកប្រធានរដ្ឋសភាត្រឹងថាន់មឹងបានធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងនគរបាលអំពីការគួបផ្សំអនុវត្តការងារក្នុងឆ្នាំ2025លោកប្រធានរដ្ឋសភាត្រឹងថាន់មឹងវាតម្លៃខ្ពស់កងកម្លាំងនគរបាលប្រជាជនដោយទូនាទីស្នូលបានជំរុញមាំសកម្មភាពបង្ការទប់ស្កាត់តស៊ូប្រឆាំងមានប្រសិទ្ធភាពចំពោះរាល់អំពើបំពានទោសពិសេសគឺអំពើបំពានទោសគ្រឿងញៀននិងបំពានទោសបោកប្រាស់តាមរយៈបណ្ដាញអ៊ីនធឺណិតប្រការគួរឲ្យយកចិត្តទុកដាក់គឺការធ្វើសេនាធិការស្នើឲ្យដាក់ចេញអនុក្រឹត្យលេខ168បានលើកកម្ពស់ស្មារតីរបស់ប្រជាជនក្នុងការគោរពច្បាប់ចរាចរណ៍ជាស្ដែងកាត់បន្ថយបានអំពីចំនួនករណីអំពីមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍លោកប្រធានរដ្ឋសភាចង្ខិនម៉ាំងបានបញ្ជាក់ថារដ្ឋសភាសែនចាប់អារម្មណ៍ដល់កងកម្លាំងនគរបាលដោយអនុម័តពង្រៀងច្បាប់និងសេចក្តីសម្រេចជាច្រើនជួយបង្កើនការគ្រប់គ្រងរដ្ឋក្នុងការធានាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមលោកសង្ឃឹមថានាពេលខាងមុខក្រសួងនគរបាលនឹងគួបផ្សំល្អជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងបណ្ដាស្ថាប័នគណៈកម្មាធិការរបស់រដ្ឋសភាក្នុងការធ្វើនីតិបញ្ញត្តិឃ្លាំមើលនិងសម្រេចលើបញ្ហាសំខាន់ៗបដិញ្ញាបង្ការប្រឆាំងរាល់អំពើបំពានទោសឈានមុខក្នុងការងាររៀបចំបង្រួមក្បាលម៉ាស៊ីនជំរុញមាំផ្សព្វផ្សាយបណ្ដាច្បាប់និងសេចក្តីសម្រេចដែលបានអនុម័តសម្ដៅបង្កបានភាពស្រួលស្រួលពេលអនុវត្តក្នុងថ្ងៃជាមួយគ្នានេះដែរលោកប្រធានរដ្ឋសភាបានធ្វើការជាមួយ8អង្គភាពដែលបំរុងរៀបចំបង្រួមក្បាលម៉ាស៊ីនរួមមានគណៈកម្មាធិការសេដ្ឋកិច្ចគណៈកម្មាធិការហិរញ្ញវត្ថុនិងថវិកាគណៈកម្មាធិការច្បាប់គណៈកម្មាធិការយុតិធធគណៈកម្មាធិការវប្បធម៌អប់រំគណៈកម្មាធិការសង្គមគណៈកម្មាធិការការពារប្រទេសសន្តិសុខនិងគណៈកម្មាធិការទំនាក់ទំនងការបរទេសលោកប្រធានរដ្ឋសភាស្នើសរសើរគណៈកម្មាធិការទាំងឡាយដែលបានអនុវត្តសម្រេចល្អបំផុតនៅបណ្ដាភារកិច្ចការងារដែលបានប្រគល់ដោយការបដិញ្ញាខិតខំខ្ពស់បំផុតលោកបញ្ជាក់ថា
ឆ្នាំ2025ជាឆ្នាំមានអត្ថន័យសំខាន់ពិសេសជាឆ្នាំបង្កើនលើកបឿនទម្លុះទម្លាយផ្សារភ្ជាប់ជាមួយការធ្វើបដិវត្តអំពីរៀបចំបង្រួមក្បាលម៉ាស៊ីនហេតុនេះស្ថាប័នទាំងឡាយត្រូវតែសកម្មធ្វើឲ្យសុក្រិតរាល់គម្រោងការលើស្មារតីសាមគ្គីស្រោចចិត្តគ្រប់យ៉ាងដើម្បីការងាររួមមកសួរសុខទុក្ខនិងប្រគល់ភារកិច្ចឲ្យស្ថាប័នកាសែតតំណាងប្រជាជនលោកប្រធានរដ្ឋសភាសង្ឃឹមថាកាសែតនឹងបន្តការផ្លាស់ថ្មីដើម្បីពិតប្រាកដជាវាចារបស់ម្ចាស់ឆ្នោតនិងប្រជាជនឆ្លុះបញ្ចាំងទូលំទូលាយអំពីស្ថានភាពសេដ្ឋកិច្ចសង្គមការពារប្រទេសសន្តិសុខបង្ការប្រឆាំងពុករលួយខ្ជះខ្ជាយនិងអសកម្មព្រឹកថ្ងៃទី5កុម្ភៈនៅហាណូយបានចាត់តាំងសន្និបាតការងារសារព័ត៌មានដើមឆ្នាំ2025សមាមិត្តងៀងជំងាសមាជិកការិយាល័យនយោបាយប្រធានគណៈឃោសនាការអប់រំនិងប្រជាចលនាមជ្ឈិមបានអញ្ជើញចូលរួមជាអធិបតីសមាមិត្តងៀងទំងាវិទ្យាល័យខ្ពស់ចំពោះការងារសារព័ត៌មានក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមពិសេសគឺក្នុងការតម្រង់ទិសសាធារណមតិសង្គមធ្វើឲ្យផលផុសទំនុកចិត្តក្តីបំណងប្រាថ្នាជាតិស្មារតីខិតខំឈានឡើងដល់ខ្លួនឯងនិងបដិញ្ញាអនុវត្តរាល់គោលដៅអភិវឌ្ឍប្រទេសជាតិសមាមិត្តសំណុំពោលថាពេលខាងមុខបណ្ដាស្ថាប័នសារព័ត៌មានប្រមូលផ្ដុំផ្សព្វផ្សាយនៅរាល់ព្រឹត្តិការណ៍ធំៗរបស់ប្រទេសជាតិបណ្ដាសមិទ្ធផលអភិវឌ្ឍសេដ្ឋកិច្ចសង្គមការពារសិទ្ធិអធិបតេយ្យភាពអភិវឌ្ឍបណ្ដាវណ្ណកម្មបោះពុម្ពនិងប៉ុស្តិ៍ព័ត៌មានដោយច្រើនភាសាដើម្បីទំនាក់ទំនងជាមួយមិត្តភ័ក្តិអន្តរជាតិជំរុញមកបន្លាស់ប្ដូរ Digital និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពដើម្បីឲ្យកាន់តែស្វ័យភាយនៅព័ត៌មានជាផ្លូវការពារខិនគ្រឹះសតិអារម្មណ៍របស់បកនិយមន័យសុខភាពដីបានបណ្ដាភាគីដាក់ចេញនៅបញ្ហាទាំងឡាយហើយតាមអ្នកវិទ្យាសាស្ត្រដីគឺជាមូលដ្ឋានរស់រានជាគេហដ្ឋានរបស់ប្រព័ន្ធជីវសាស្ត្រផ្សេងៗដូចជាអតិសុខុមប្រាណមានប្រយោជន៍រ៉ែជីជាដីធម្មជាតិជាដើមប៉ុន្តែក្នុងដំណាក់កាលអភិវឌ្ឍតើយើងបានប្រព្រឹត្តចំពោះដីធ្លីបែបណាខ្លះសូមអញ្ជើញទស្សនិកជនតាមដានបទយោការដូចតទៅនេះរដូវប្រមូលផលក្រូចឃ្វិចដៃវងដងថាបពេញមួយឆ្នាំដាក់ជីថែទាំពេលនេះដល់ពេលលុកដៃទទួលនៅផ្លែផ្កាដល់ផ្អែមឆ្ងាញ់ហើយប៉ុន្តែតិចមានអ្នកណានឹងដឹងថាសមិទ្ធផលធំបំផុតរបស់គាត់គឺការរស់ឡើងវិញនៃផ្ទៃដីចម្ការ1ហិកតាដែលធ្លាប់ត្រូវរិចរិលយ៉ាងធ្ងន់ធ្ងរនោះទេដោយសារយើងប្រើជីគីមីសាស្ត្រច្រើនពេកធ្វើឲ្យដីមានជាតិជូររិចរិលដូច្នេះហើយសត្វល្អិតនៅក្រោមដីមិនអាចរស់បានជាដីត្រូវរិចរិលតាំងពីពេលខ្ញុំប្រើជីសរីរាង្គ3ឆ្នាំជាបន្តបន្ទាប់តាមពេលកំណត់ក្រូចឃ្វិចមួយគល់យើងដាក់ជីប្រហែល30គីឡូក្រាមក្នុងមួយឆ្នាំនៅដើមរដូវភ្លៀងនិងចុងរដូវភ្លៀងដីដាំក្រូចឃ្វិចត្រូវតែភុលផុសត្រូវមានកម្រិតសំណើមតិចត្រូវតែភុលផុសបែបនេះបើដីគ្មានកម្រិតផុសនិងកម្រិតសំណើមទេដីរឹងសោះកក្រោះឬដើមក្រូចមិនស៊ីចាក់ចូលដីបានឡើយពេលនេះប្រជាជនឡៃវងចាំក្នុងចិត្តច្បាស់ថាដីល្អទៅដើមដំណាំល្អប៉ុន្តែមានតំបន់ដីជាច្រើនពេលនេះពិបាកនឹងស្ដារឡើងវិញនៅភាពរស់រានវិញបានណាស់ប៉ុន្តែមានតំបន់ដីជាច្រើនពេលនេះពិបាកនឹងស្ដារឡើងនៅភាពរស់រានវិញបានណាស់នៅតំបន់ភ្នំភាគខាងជើងនិងតៃងៀងជាពីរតំបន់មានដីរិចរិលធំបំផុតនាពេលសប្តាហ៍ថ្ងៃវប្បកម្មដើមឈើហូបផ្លែតែមួយប្រភេទយូរឆ្នាំប្រើជីតែមួយប្រភេទបានធ្វើឲ្យបាត់តុល្យភាពនៅជាតិបំពន់វិភាគគំរូដីជាច្រើនពីបណ្ដាតំបន់ដាំដែលត្រូវរិចរិលលោកបណ្ឌិតលឿងដឹកតងនិងអ្នកវិទ្យាសាស្ត្រផ្សេងៗមានការកង្វល់យ៉ាងខ្លាំងគុណភាពដីគឺយកចិត្តទុកដាក់ដល់កត្តាជាតិបំពន់ជាសំខាន់ប៉ុន្តែពេលនេះចំពោះសុខភាពដីមានន័យថាប្រកបដោយកត្តា3យ៉ាងទី1គឺរូបវិទ្យាដីទី2គីមីវិទ្យាដីនិងទី3ជីវវិទ្យាដីប្រសិនបើប្រើតែជីនិងថ្នាំការពាររុក្ខជាតិដែលមានដើមប្រភពគីមីសាស្ត្រគឺវានឹងធ្វើឲ្យបាត់តុល្យភាពនិងធ្វើឲ្យថយចុះអតិសុខុមប្រាណដីយើងមិនអាចត្រួតពិនិត្យមិនអាចស្ដារឡើងវិញនឹងធ្វើឲ្យអវត្តមានជាតិបំពន់បន្តិចម្ដងដោយស្វ័យប្រវត្តិបងវាយបៃតងក្នុងកសិកម្មជាដំណាក់កាលមួយយូរអង្វែងនិងខាត់បងច្រើនពីព្រោះត្រូវបងវាយបច្ចេកវិទ្យាធម្មពលទម្រង់គ្រប់គ្រងរបៀបប្រើប្រាស់ប្រភពធនធានហើយប្រភេទអន្តទានបៃតងនេះ
កំពុងតែជាជំនួយការជំរុញដំណាក់កាលនេះឆាប់ជាងនិងប្រសិទ្ធភាពជាងកំពុងតែបង្កើតជាជំហានវិវត្តន៍របស់ខ្លួនឲ្យមានកសិករទាំងមូលនិងអង្គភាពអាជីវកម្មទាំងឡាយក្រោយពី2ឆ្នាំបុលទុនបង្វែរមកដាំដូងសេរីរាំងលោកថាញ់ពេលនេះបានទទួលផ្លែផ្កាដ៏ផ្អែមឆ្ងាញ់មិនដែលពេលណាផ្លែដូងមួយផ្លែមានតម្លៃ 15,000 ដុងដូចជារដូវនេះទេប៉ុន្តែរបស់ដែលមានតម្លៃបំផុតគឺការផ្លាស់ប្ដូរសម្រាប់ចំការ2ហិកតានេះចាប់ពីទុនបុល300លានដុងដោយដីបានបំពេញបន្ថែមដើម្បីដាំដូងមានបរិស្ថានលូតលាស់វិនិយោគជីសេរីរាំងតម្លៃថ្លៃជាងប៉ុន្តែបំពេញផ្ទុយមកវិញឲ្យដាំដូងមានកម្លាំងរស់រានយូរអង្វែងនិងជារបៀបជាងចិញ្ចឹមដីធ្លីរស់រានយើងរក្សាបរិស្ថានបៃតងនៅស្រុកកំណើតយើងរក្សាបានសុខភាពល្អនិងសហគមន៍ទី2ផលិតផលរបស់យើងឈានទៅឆ្ងាយជាងកាន់តែទៅឆ្ងាយជាងទៀតនៅថែមទាំងផ្ដល់នៅតម្លៃដល់អ្នកដាំនិងមានចំនួនយ៉ាងខ្ពស់មានដើមទុនមានកសិករហ៊ានបង្វែរវប្បកម្មអង្គភាពអាជីវកម្មជាច្រើនហ៊ានបើកទូលាយការផលិត3រោងចក្រ6ខ្សែសង្វាក់ផលិតកម្មក៏មានផលិតផល20ប្រភេទគឺអាស្រ័យប្រភពទុនបលអតិភិបឲ្យអង្គភាពអាជីវកម្មកែច្នៃកសិផលផងដែរតាមរយៈនេះផលិតផលកែច្នៃដូងរបស់វៀតណាមឆ្លើយតបបានទីផ្សារទូទាំងសកលលោកអាស្រ័យអនុវត្តកត្តាបៃតងនិងគុណភាពសុវត្ថិភាពស៊ីបៀងអាហារនៃទូទាំងសកលលោករបស់ BIC និង IFC របស់អាមេរិកបណ្ដាផលិតផលក៏ឆ្លើយតបបានលក្ខណៈវិនិច្ឆ័យទ្វីបអឺរ៉ុបនិងអាមេរិកពេលនេះមុខទំនិញបាននាំចេញទៅជាង40ប្រទេសឆ្នាំកន្លងហើយនៅប្រព័ន្ធធនាគារនេះវិស័យឥណទានបៃតងមានប្រមាណជាង 30,000 លានដុល្លារនៅលើទូទាំងប្រទេសមានជាង 4,000 ទម្រង់អភិវឌ្ឍជីវភាពបានជំនួយកម្លាំងបណ្ដាដងព្រៃមានសក្តានុពលឆ្លើយតប3លក្ខណៈវិនិច្ឆ័យកាបូនគម្រោងស្រូវគុណភាពខ្ពស់1លានហិកតាបញ្ចេញឧស្ម័នទាបនៅតំបន់វារីទន្លេគូឡុងគឺជាគម្រោងសំខាន់ក្នុងឆ្នាំ2025សម្រាប់នាំចេញកសិកម្មមានតម្លៃទី2ត្រូវឆ្លើយតបតម្រូវការសំណុំពរស្តង់ដារ IFC របស់បណ្ដាអ្នកនាំចេញអន្តរជាតិនៅឆ្នាំ2025ក៏ដូចជាឆ្នាំខាងមុខផងដែរឥណទានសម្រាប់វិស័យកសិកម្មជនបទកសិកររបស់ធនាគារអាគ្រីបាញ់នៅតែសម្រេចសមាមាត្រពី65ដល់ 70% សរុបបំណុលដែលឲ្យបុលសម្រាប់សេដ្ឋកិច្ចរបស់អាគ្រីបាញ់ចាប់ពី5អង្គការឥណទានចូលរួមឥណទានបៃតងនៅឆ្នាំ2017មកទល់ពេលនេះវៀតណាមមាន50អង្គការឥណទានមានបំណុលឥណទានបៃតងជាង 660,000 លានដុល្លារដោយកិច្ចសហការយ៉ាងស៊ីសង្វាក់គ្នារបស់ភាគីទាំងឡាយបានផ្ដល់ឲ្យកសិកម្មជីវភាពក្លាយជាការមានប្រៀបរបស់វៀតណាមកម្មវិធីព័ត៌មាននាពេលនេះចប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ទស្សនាពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន